សម្រាប់ប្រទេសវិញបងប្អូននេះខ្យល់ត្រជាក់ណាស់បងប្អូនណាឥឡូវខ្ញុំចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញហើយខ្ញុំស្វាយចន្ទីបន្តិចយ៉ាងខាំងមាត់មិនដឹងបងចន្ទីនេះអ៊ំខ្ញុំយ៉ាងបេះអស់ខ្លះបងប្អូនណាពីមុនផ្លែឡើងក្រហមបងតែឥឡូវអ៊ំខ្ញុំគាត់បេះខ្លះណាបងប្អូនផ្លែគាត់មួចោលអ្នកតែខ្ញុំមិនសូវចូលចិត្តទេមានតែខ្ញុំទេគេថាហូបទៅរៀងស្កាតចឹងតែខ្ញុំទេបងប្អូនចូលចិត្តណាចូលចិត្តញ៉ាំបងប្អូនព្រោះម៉ាក់ខ្ញុំគាត់សូវចូលចិត្តទេដល់មិនគាត់បើជ័យទួតខ្ញុំមិនដឹងគាត់ចូលចិត្តអូឆ្លក់បងប្អូនចៃលេងសើចទេបងប្អូនខ្ញុំមិញមានអារម្មណ៍ខ្លាចទៅខ្ញុំថតឲ្យបងប្អូនមើលអត់អីទេដល់ពេលខ្ញុំថតយូរទៅខ្ញុំចូលក្នុងព្រៃចន្ទីនឹងរត់ទៅជ្រៅបងប្អូនចឹងខ្ញុំមានអារម្មណ៍ថាខ្លាចខ្ញុំដើរវិញឡើងញាប់ធ្វើអីបងមកនិយាយព្រោះម្ដុំហ្នឹងអត់សូវមានទេបងប្អូន